សួស្តីបងប្អូននេះមកដូរម៉ាស៊ីនកិនកាកសំណល់ផ្ទះបាយអានឹងកំពូលបញ្ហាសឹងតែគ្រប់ផ្ទះបងប្អូនប្រើបានយូរប្រើបាន1ឆ្នាំ2ឆ្នាំខូចអ្នកខ្លះឡាគីទៅប្រើបាន4 5ឆ្នាំឥឡូវនេះខ្ញុំថេសវាសាកមើលដល់សារអីពួកម្ចាស់គេប្រាប់ថាលឺងឺហើយអត់ដើរដល់ពេលឥឡូវខ្ញុំថេសសាកទៅវាលឺងឺនឹងមែនហើយវាទៅវាលោត breaker នឹងជ្រាបអត់ដើរមែនឥឡូវខ្ញុំចាប់ដើមដោះវាបងប្អូនមុនដោះហ្នឹងផ្ដាច់កន្លែងតយោសខ្ញុំដោះហ្នឹងគឺភ្ជាប់នឹងអាម៉ូទ័រហ្នឹងផ្ដាច់អាហ្នឹងសិនហើយអាហ្នឹងពីតយោទឹកស្អុយហើយខាងលើតយោទូចមួយហ្នឹងគឺតយោម៉ាស៊ីនលាងចានបងប្អូនកុំភ្លេចពេលដូរកន្លែងតយោម៉ាស៊ីនលាងចានភាគច្រើនគេភ្លេចចោះរុនហ្នឹងហើយនេះខ្ញុំផ្ដាច់វាឲ្យវាលងហើយដោះតយោលាងចានហ្នឹងមួយចេញមកដល់វាផ្ដាច់តយោចេះតយោយើងចានហ្នឹងវាត្រូវតែមានទឹកនៅក្នុងហ្នឹងតិចតួចបងប្អូនប្រយ័ត្នវាសក់ពេញហ្នឹងហើយយកទល់វាមកឆ្កអាកលឹះលើហ្នឹងមាន3ហ្នឹងដើម្បីមូលវាផ្ដាច់មូលមកឆ្វេងអាហ្នឹងធូលវាដាក់នៅក្នុងប្រអប់អាថ្មីមានធូលហើយបងប្អូនក៏មានដែរព្រោះអត់មានបើទល់វាដូចខ្ញុំចឹងទៅអានេះខ្ញុំដោះហើយខ្ញុំចាប់ដើមផ្ដាច់ខ្សែវាខាងក្រោមអាខ្សែខាងក្រោមនោះវាមូលភ្ជាប់នឹងម៉ូទ័រហ្នឹងបើខ្លះមួយទៀតដូចខ្ញុំនិយាយហ្នឹងវាមានដូចដោតគេធ្វើដូចជាប់នឹងជាងកាប៊ីណេតហ្នឹងវាស្រួលជាងគាត់ដោះហ្នឹងលើកអាចាស់លើកអាថ្មីឡើងហើយអាខ្សែភ្លើងហ្នឹងបងប្អូនទាញយឺតតិចអត់មកទៅទាញខ្លាំងទេមកឥឡូវនេះខ្ញុំដោះយកគូតឡើងដូចដោតយកដាក់ថ្មីនេះអាថ្មីបងប្អូនយ៉ាប់ភ្លេចចោះអារុនម៉ាស៊ីនលាងចាននេះខ្ញុំចោះវាហ្នឹងគឺម៉ាស៊ីនលាងចានហ្នឹងសំខាន់ណាស់បងប្អូនជួនកាលអត់ដាក់ឲ្យគេហ្នឹងគេលាងចានទឹកបាញ់ចូលម៉ាស៊ីនលាងចានវិញពិបាកមកមើលម្ដងទៀតអានេះខ្ញុំរុញគូតខ្សែហ្នឹងហើយបាទខ្ញុំដោះអាស្ទះនោះចេញយកខ្សែភ្លើងរុញចូលពីក្នុងនោះស្រួលម៉ាស៊ីនជាយើងដាក់ទៅឲ្យមិនរុញខ្សែនឹងក្រោយពិបាកអញ្ចឹងខ្ញុំរុញខ្សែទៅមុនតវានឹងខំហើយគាត់យើងលើកទៅមូលបានហើយបងប្អូនយ៉ាងនេះខ្ញុំឆ្កឹះយកខ្សែចេញវារៀងងក់ទៅក្នុងនេះខ្ញុំចាប់ដើមតវាមកពេលយើងតហ្នឹងគាត់មូលខ្សែវាជាប់គ្នាមែនឃើញខ្សែក្បាលពលលឿងហ្នឹងបងប្អូនមូលក្បាលវាទៅលើរុញក្បាលវាអាពលលឿងទៅលើមកទឹកហូរមកជាវាចូលនៅក្នុងហ្នឹងវាធ្លាក់ចុះក្រោមបងប្អូនដាក់ក្បាលវាចុះក្រោមរុញវាទៅទឹកធ្លាក់ចូលក្នុងកន្លែងខ្សែហ្នឹងវាអាចឆ្លងភ្លើងឆ្លងអីអាហ្នឹងគាត់ការពារនៅពេលណាវាលិចទេខ្ញុំដាក់ស្ទះវាវិញហើយលើកដាក់បងរត់វាមកស្ដាំមកតែរុញវាចូលកលាក់ហ្នឹងរុញវាបន្តិចសិនមកហើយកុំអាចរត់វាមែនតែនស្រែតយោសនៅត្រូវកន្លែងដែលយើងចង់បានហ្នឹងសិនដល់ពេលស្រែស្រោកយោសហ្នឹងត្រូវហើយយើងរត់អាយោសហ្នឹងមុនមិនចាប់ដើមរត់នៅខាងលើឲ្យវាជាប់ជាមួយអាស៊ីងហ្នឹងនេះខ្ញុំចាប់ដើមចាប់តយោអាម៉ាស៊ីនលាងចានហ្នឹងចូលហើយ make sure រត់អីហ្នឹងឲ្យស្អាតអស់ដើម្បីថេសមើលបងប្អូនសំខាន់លេខបើកទឹកមើលសិនណាថេសបើមើលទឹកហាត់លេខហើយចាប់ដើមបើកអាម៉ាស៊ីនអាម៉ូទ័រ garbage disposer ហ្នឹងថេសវាមើលវាដើរល្អណាស់គុណច្រើនណាស់បងប្អូនបានជួយ like ជួយ share វីដេអូខ្ញុំជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយបងប្អូន